សូមស្វាគមន៍មកកាន់កម្មវិធីចេះតែនិយាយទៅមុនដំបូងខ្ញុំសូមដោះមុខដំបូងឡើងខ្ញុំសូមដោះមុខដើម្បីគ្រប់ញាណខណ្ឌដល់អ្នកដែលបានស្លាប់កាលថ្ងៃ12កាលថ្ងៃ12គឺមានទូអាវុធនៅព្រំដែនអញ្ចឹងមែនទូអាវុធទេគឺគេបាញ់គេវាបហាមកយើងតែម្ដងបាញ់រះមកមិនមែនទូអាវុធទេមានការបាញ់បហាយ៉ាងគ្រប់គ្រងពីសំណាក់ទាហានសៀមមកកាន់ប្រជាប្រដ្ឋស្រុកត្រង់របស់កម្ពុជាយើងនៅភូមិប្រច័ន្ទអញ្ចឹងធានបត់ថ្ងៃហ្នឹងយើងនឹងនិយាយពីតើប្រជាជនគួរតែត្រូវធ្វើអីហើយនឹងកុំធ្វើអីក្នុងកលៈស័កបែបនេះក្នុងកលៈស័កបែបហ្នឹងហ្នឹងហើយបើសម្រាប់ខ្ញុំគិតថាមករយៈមុនហ្នឹងរឿងថាបាក៏ដូចជាអ្នកជំនាញខាងបច្ចេកវិទ្យាមួយចំនួនក៏បានណែនាំហើយមានន័យថាឧទាហរណ៍ថារឿងថតយើងថតបានប៉ុន្តែបើថតឧទាហរណ៍ការបំលាស់ទីរបស់តបថតអីផ្សេងៗគួរគុំប៉ុន្តែបើថតពីសកម្មភាពនៃការវេបហារបស់បើសិនមកយើងថតបានតែមិនថតថតបិទគេបិទ GPS ឬក៏ដាក់ airplane mode ឲ្យតែយើងថតឬក៏យ៉ាងម៉េចហ្នឹងតាមទីការណែនាំរបស់អ្នកបច្ចេកទេសមួយចំនួនមុនគឺថាប្រហែលជាមានខ្លះហើយតែបើទៅពីខ្ញុំទៅដូចខ្ញុំធ្លាប់ធ្វើវីដេអូមុនអញ្ចឹងថាបើធ្វើជ្រុលទេមិនបាច់ថតយកទេហ្មងល្អជាងហ្នឹងទោះបីយើងបិទ GPS ក៏ដោយពេលខ្លះគេអត់គុណតាម GPS ទេគេគុណតាមរយៈប្រវែងវិញគាត់បាទមានន័យថាគេថតរូបមកប៉ុសអញ្ចឹងមកឧទាហរណ៍យើងទៅសុកទៅថតរូបមកប៉ុសនោះមកគេអត់មិនបាច់ចាំរក GPS គេរកតែដើមឈើមួយហើយគេម៉ាក់មើលថាពីលើមកថាអូខេថតមកឃើញទម្រង់ភ្នំអញ្ចេះមកឲ្យមួយវិញគេគុណប្រវែងមើលថាអូខេអាប្រវែងនៃការថតហ្នឹងជាមួយនឹងភ្នំវាប្រហែលហ្នឹងទៅគេអាចគុណចែកមើលគេអាចដឹងបានគេស្មានគេហ្នឹងហើយគេស្មានគេម៉ាក់មើលបានអាហ្នឹងក៏ខ្ញុំធ្លាប់ធ្វើវីដេអូនិយាយពីមុនមកដែរចូលទីហោថាគាត់ថតដើម្បីជាផុសតាំងបើថតកំផុសនៅថាកំផុសណាយើងថតបានបើសិនយើងនេះយើងកំផុសបើសិនយើងគាត់ចង់ថតដើម្បីទុកជាផុសតាំងឧទាហរណ៍ថ្ងៃក្រោយទៅថាបើយើងគាត់ធ្វើការផុសតាំងមួយចំនួនដើម្បីពួកយើងប្រមូលមកមានអីខ្លះទៅយើងមានផុសតាំងជួយគ្នាវិញមកតែបើអាចកំផុសបណ្ដោយណាកំផុសហើយបើអាចបើរឿងអត់នេះអត់ត្រូវថតកំផុសបើយើងមិនមែនជាជំនាញយើងថតហ្នឹងហើយចង់បន្ថែមពីលើនឹងតិចតកតងនឹងរឿងហ្នឹងដែរមែនតើទៅយើងឃើញនៅក្នុង Facebook អីចឹងណាបើយើងនិយាយពីកលៈទេសៈនេះយើងឲ្យយើងសប្បាយយើងសោចវាអត់កើតដោយសារតែយើងរហូតដល់មានការស្លាប់អូនយើងជាជនរបស់យើងម្នាក់គាត់បាត់បង់ជីវិតដោយសារតែពួកចៅបាញ់រះមកលើយើងអញ្ចឹងវាជារឿងឈឺចាប់របស់យើងហើយប៉ុន្តែមានអ្នកខ្លះគេសុបាយចេញណាឧទាហរណ៍ដូចតារាចម្រៀងមួយនោះគាត់តម្លាក់បត់បាត់ណាបាត់ណីមករំកញ្ឆេងទាំងដែលយើងកំពុងតែឈឺចាប់រឿងមួយគាត់ថាស្ដាយមែនតើគេចំណេញពីស្ថានភាពហ្នឹងហើយស្ថានភាពហ្នឹងហើយដើម្បីទៅ view like ខ្លួនឯងវាអសលទទួលយកបានវាយកអាម៉ាស់ទៅវិញទេអាហ្នឹងណាខ្ញុំគិតថាបើទោះជាមានការមានកងត្រាជាមួយគេហើយអ្នកកាន់ពេកគេកងកាយក៏យើងអាចស្នើបានដែរមែនទេយើងស្នើបានតែថាចុះកុំទន់អាច release ដោយសារប្រទេសខ្ញុំកំពុងតែមានបញ្ហាទៅចិត្តមិនមែនគេមិនយល់ទេគេដឹងតែហើយបើម្ដងដំបូងយើងអាចថាវាចៃដន្យណាគេលើកទី3ទៅហើយអត់មានត្រូវចៃដន្យបើនិយាយពីគេដាក់ schedule post គេដាក់ចង់និយាយការវិភាគសម្រាប់ post ខ្ញុំហើយអ្នកធ្វើ post នឹងច្រើនឆ្នាំហើយហ្នឹងហើយខ្ញុំក៏ដាក់ schedule post ដែរប៉ុន្តែបើសិនជាមានរឿងអីភ្លាមឧទាហរណ៍ថាមានបញ្ហាវីដេអូខ្ញុំអង្គុយគិតថាហ្នឹងវាសមរម្យអត់វាប៉ះពាល់ខ្ញុំតម្លាក់ខ្ញុំលុបចោលវិញភ្លាមយើងកែបានយើងកែបានអាហ្នឹងវាអត់បញ្ហាទេហើយខ្ញុំនិយាយថាទៅមានចេតនាហ្មងមិនមែនយើងមិននិយាយជាចេតនាឬមិនចេតនាអីទេប៉ុន្តែគាត់ថាអាស្អីដែលយើងគួរធ្វើគឺកុំសុបាយរីករាយកុំអកឆេងអីលក្ខណៈហ្នឹងពេកណាពញាពេលបន្តិចទៅឲ្យយើងសាបបន្តិចទៅយើងអាចធ្វើអីវិញបានហើយគេថាចុះគេរកស៊ីក៏តែដេកយំដេកកាត់ទុកតែវាមិនអញ្ចឹងដល់ហាក់ហ្នឹងពេកទេគាត់ឲ្យទំហំហេតុពេកបានណាឲ្យវាសាបទៅបន្តិចសិនមួយថ្ងៃពីរថ្ងៃ3ថ្ងៃសិនណាមែនអត់ចុះអ្នកផលលុបលទ្ធផលក៏នៅផលធម្មតាតែយើងមិនទៅស្ដីមិនទៅខឹងគាត់មិនគាត់ណាក្នុងនាមជានៅក្នុងនាមជាប្រវត្តិអញ្ចឹងយើងគួរតែធ្វើអីយើងគួរតែកុំធ្វើអីឥឡូវយើងបាននិយាយថារឿងកុំធ្វើគឺកុំថតហ្មងដាច់ខាតហ្មងរឿងទី1ដាច់ខាតហ្មងតើឥឡូវប្រជាជនគួរតែធ្វើអីក្នុងរយៈពេលហ្នឹងបើខ្ញុំគិតថាកុំតន់សុបាយបើខ្ញុំ
ខ្ញុំមិនថាខ្ញុំបន្ថែមទៅលើអ្វីដែលពងកទាពងធ្វើឲ្យគឺថាការពាក់ឯកា គាត់ថ្ងៃមុន PT ចុះ500រៀលចាក់សាំងព្រាតខ្ញុំមានអារម្មណ៍ថាអូខេ500រៀលវាអាចចាក់ដែរមិនគាត់អត់ទៅណាគាត់ចាក់ច្រើនទៅគាត់អត់ឃើញលុយទេតែទ្រាំនេះទៅបើយើងមិនទ្រាំទេឥឡូវមិនធម្មតាទៅគេមិនវាបាញ់ប្រជាពលរដ្ឋយើងទៀតនេះអញ្ចឹងថ្ងៃមួយថ្ងៃមុនទៅមើលម៉ាក្រូ ថ្ងៃណា ខ្ញុំហ៊ានប្រើពាក្យ brand ចំដល់ខ្សែ brand ជា brand របស់ប្រទេសសៀមជា brand ដែលយើងកំពុងធ្វើពេហិកាខ្ញុំអត់ខ្លាចប្រើឈ្មោះគេចំទេនៅមិនច្រើនថ្ងៃមុននៅមានតែ pizza នៅ company pizza ឡើយណានៅមានតែចូលវាតិចចំនួនតែបើអាចចូលបងប្អូនធ្វើឲ្យដាច់ពិតខ្ញុំដឹងថា PT អ្នកដែលគាត់ទិញ franchise តែគាត់អស់លុយច្រើនគាត់តែច្រើនប៉ុន្តែខ្ញុំបានជួបបងមួយចំនួនដែលគាត់ក្រាសាំងហ្នឹងដូរ20ហ្នឹងគាត់ថាពេលគាត់ដូរ20គាត់ fighting ខ្លាំងមែនតើព្រោះទៅកុងត្រាផងសងគេផងអីផងចាំមកមែនតើប៉ុន្តែគាត់ប្រឆាំងខ្លាំងមែនតើប៉ុន្តែក៏មានបងប្អូនខ្លះដូចជានៅ PT នៅក្នុង1500អីគាត់ទៅបាត់បានខែគាត់ទិញ franchise របស់ 7-Eleven ដូច 100000 នោះគាត់ 7-Eleven មួយនៅក្នុង PT ហ្នឹងអញ្ចឹងគាត់ឡងចង់មែនតើអញ្ចឹងអាហ្នឹងក៏យើងពិបាកបន្តគាត់ដែរប៉ុន្តែបើសម្រាប់បងដែលគាត់បើ PT យូរឆ្នាំហើយខ្ញុំស្នើហ្មងដូរមក PT ទៅមានថាគាត់កាប់លុយហើយគាត់រួចខ្លួនហើយបាត់ដូចណាទៅបាត់ក្មេងនេះខាត់អាហ្នឹងខ្ញុំធ្វើមិនយើងមិនអាចឲ្យគេមកខាតបនកបានទេតែបងប្អូនទាំងអស់គ្នាមានសិទ្ធិធ្វើបេហិកាចូលធ្វើឲ្យដាច់ទៅខ្ញុំធ្វើអីគាត់គេចុះតម្លៃ500រៀលប្រកាច់ទៅចាក់សាំងអាសរទិញហ្នឹងទៅចាក់សាំងហ្នឹងខឹងពេកខ្ញុំខឹងហ្មង តាមអ្វីដែលខ្ញុំដឹងសាំងគេមានគេថាកំណត់រយៈពេលរបស់វាអញ្ចឹងបើសិនជាតែក្នុង reservoir ហ្នឹងបើសិនជាយើងអត់ប្រើប្រាស់វាទេសាំងនឹងវាខូច ហូដលេដូចគ្នា ហូដលេដូចគ្នាបាទអញ្ចឹងហើយបើគេហ្នឹងអញ្ចឹងមិនគេដាក់អីណាធ្វើ promotion ធ្វើអីមកអញ្ចឹងទៅវាខូចតាមពិតទៅខ្ញុំការពហិការហ្នឹងគឺបុគ្គលទេតែពិតទៅហ្នឹងហើយបុគ្គលប៉ុន្តែសិទ្ធិបុគ្គលប៉ុន្តែខ្ញុំក៏ចង់និយាយថាឥឡូវយើងបែរភ្នែកទៅមើលរឿងព្រំដែនរបស់យើងទៅហ្នឹងហើយខ្ញុំនិយាយតែមួយម៉ាត់ប៉ុណ្្នឹងអញ្ចឹងអ្នកដែលនៅតែបន្តប្រើប្រាស់សេវាកម្មឬក៏នៅតែចំណាយលុយលើ brand របស់ស្រុកគេទៀតឲ្យគិតមើលឡើងវិញហ្នឹងហើយអានេះជាសិទ្ធិបុគ្គលទេធ្វើចុះតែគ្រប់គ្នាមានសិទ្ធិក្នុងការជ្រើសរើសផលិតផលរបស់ខ្លួនណាតែខ្ញុំក៏មានសិទ្ធិក្នុងការមិនរាប់អានអ្នកដែលប្រើប្រាស់ផលិតផលរបស់ហ្នឹងដែរដូចគ្នាហ្នឹងហើយមួយទៀតបើថាអ្នកមានធនធានអ្នកមានលទ្ធភាពនៅបន្តជួយពួកគាត់នៅព្រំដែនហ្នឹងទៀតទៅបន្តរហូតអូស្នើសុំបងប្អូនគ្នាថាបើសិនជាមានបដិភាពឬក៏មានអីកាលឡើងទៅត្រូវជំរាបជាចេញណាយើងកុំជួយតែម្ដងហើយយើងនេះ$5 $10ខ្ញុំគិតថាយើងមិនក្រទេអ្នកដែលនេះលើលទ្ធភាពជួយទៀតទៅបន្តនឹងការជួយទៀតហើយកុំគិតថាខ្លាចគេយកទៅជាស៊ីអីទៅធ្វើម៉េចឲ្យដល់បានទៅដល់អ្នកនៅបែកខាងជនពិសេសហ្នឹងសំខាន់មែនតើហើយខ្ញុំគិតថានំជាមួយនឹងទិនវីមួយក្រុមការងារយើងបើសិនជាមានប្រជាពលរដ្ឋដែលត្រូវមានការពិសេសពួកខ្ញុំនឹងធ្វើបេសកកម្មសម្រាប់ជំនុំមនុស្សធម៌ទៀតបាទខ្ញុំនឹងបន្តធ្វើទៀតហ្នឹងអត់បងប្អូនជួយចាក់លើខ្ញុំទៀតឧបត្ថម្ភជាថវិកាតាមបែបខ្ញុំទៅទិញបាត់តទៀតខ្ញុំគិតថាឥឡូវនេះរាជរដ្ឋាភិបាលប្រកាសជាចាត់តាំងអ្នកដែលគាត់រៀបចំកន្លែងជនពិសេសហ្នឹងមែនទេអញ្ចឹងខ្ញុំគិតថាប្រជាជនគួរតែស្ដាប់តាមគាត់ហើយធ្វើតាមគាត់ដើម្បីសុវត្ថិភាពរបស់ពួកគាត់ហ្នឹងហើយព្រោះដោយសារតែពួកគាត់ព្យាយាមរកជំរកកន្លែងណាមួយដែលឲ្យសុវត្ថិភាពនៅលើប្រជាជនអញ្ចឹងយើងគួរតែស្ដាប់តាមគាត់យើងបើគេប្រាប់ថាអូជំនះចេញយើងជំនះចេញតាមគាត់មួយទៀតបន្តតាមដានព័ត៌មានដែលទុកចិត្តបានណាកុំឈួលតាម fake news ព័ត៌មានខ្លាំងចេះចុះអញ្ចឹងតាមដានព័ត៌មានណាដែលទុកចិត្តបានអាហ្នឹងយើងអាចសារសុវត្ថិភាពខ្លួនយើងបានហ្នឹងហើយអូយផ្អាកទៅអូនគាត់អារលុយទៅលើស្ថានភាពបែបហ្នឹងអូកុំប្រឆេះកុំប្រឈួលបាញ់ទៀតហើយអីកុំសរសេរ caption បែបហ្នឹងមកពលលួសព្រលឹងអ្នកមើលអូខេយើងគិតថាប៉ុណ្្នឹងអស់ហើយជួបគ្នានៅវីដេអូក្រោយអូខេអរគុណច្រើន